ជំរាបសួរបងប្អូនទាំងអស់គ្នាស្វាគមន៍ដែលបានមើលវីដេអូរបស់ខ្ញុំថ្ងៃនេះផ្ទះខ្ញុំបានភ្លៀង2មេបងប្អូនបានមកតិចដីដែរហើយចំណែកបន្លែខ្ញុំខ្លះក៏ល្អទៅខ្លះក៏រួញអត់ដឹងថាកើតអីទេបងប្អូនបន្ទាប់ពីរាំងប្រហែលខែមកទៅតែបានភ្លៀង2មេនេះឯងបងប្អូនធ្វើឲ្យផ្កាខ្ញុំនេះរីកស្រស់បំប្រងទឹកភ្លៀងមិនតាន់ស្ងួតពីស្លឹកផងបងប្អូននេះទៅរាំងមិញហ្នឹងខ្ញុំដើរថតហ្មងហើយរាំងភ្លៀងបើកថ្ងៃកាលមិនតាន់ភ្លៀងនឹងខ្ញុំខំស្រោចទឹករាល់ថ្ងៃមិនសូវស្រស់បែបនេះទេដល់បានត្រូវទឹកភ្លៀងតិចនឹងនិយាយពីស្រស់បំប្រងផ្កានេះខ្ញុំស្រឡាញ់ណាបងប្អូនដោយសារតែផ្កានឹងមិនងាយរយទេចាយបានយូរមែនតើតាំងចកោមលោះត្រួយមកចេញផ្កាបានយូរចាប់យូរកន្លះខែជាងនេះហើយផ្កាហ្នឹងខ្ញុំមាន2ពណ៌បងប្អូនអានេះពណ៌ផ្កាឈូកតែអត់តាន់ចេញទេទៅប៉ុចមកត្រៀមនឹងផ្កាពណ៌ផ្កាឈូកនេះចេញយឺចេញតឹងជាងពណ៌សគ្រាន់តែលោះត្រួយចេញផ្កាហ្មងហើយនេះផ្កានាំលៀបបងប្អូនពេលតែខ្ញុំទិញសួរអ្នកលក់ថាផ្កានាំលៀបហើយចំណែកនេះវិញគឺម្លិះបងប្អូនតែម្លិះនេះចាយតូចទេខ្ញុំមាន2ម៉ូតបងប្អូនមានអាចាយតូចហើយនិងចាយធំហ្នឹងក្រាស់អាចាយធំក្រាស់ហ្នឹងក៏អូបនេះចាយតូចនេះក៏អូបដែរក៏អូបស្រាលហើយចំណែកផ្កាលេវអានេះប៊ីងាប់ហើយបងប្អូនក្តៅខ្លាំងពេកយើងរងងាប់អីតាដល់ពេលបានភ្លៀងមកទៅក៏ស្រស់មកវិញខ្ញុំស្រោចទឹកដែរហ្នឹងតែអត់សូវវាចាញ់ទឹកភ្លៀងខំស្រោចយ៉ាងណាក៏អត់សូវល្អដល់បានទឹកភ្លៀងមកស្រស់បំប្រងក៏អូបដែរណាក៏ទៅលើក្បាលក៏អូបហួងហើយនៅមុខផ្ទះក្បែរដើមផ្កាក៏ឆ្លៀតដាក់មានក្រហមមួយដើមដែរបងប្អូនឆ្លៀតដាក់ព្រោះដីតូចចឹងទៅក៏ណាដាក់ក្បែរគ្នាចង្ងាយប្រហែលជា1ម៉ែត្រអីក៏បានផ្លែដែរបងប្អូនមានដីតូចអញ្ចឹងបើលែតែដាំតាមស្តង់ដាគេហ្នឹងមិនមានដាំអីបានទេបងប្អូនដាំបានដើម2ដើមហ្នឹងពេញដីបាត់ហើយដីខ្ញុំតូចខ្ញុំដាំក្បែរគ្នាទេបងប្អូនដើមឈើខ្ញុំហ៎តែក៏បានផ្លែហើយមាននេះក៏ធ្លាប់ផ្លែហើយនេះផ្កានេះរដីខ្ញុំសាកពីផ្ទះមីងខ្ញុំមកផ្កានេះខ្ញុំស្រឡាញ់ក្លិនក៏អូបរបស់វាបងប្អូនពេលដែលចាយទៅក៏អូបនេះបានត្រូវទឹកភ្លៀងនេះប្រុងនឹងរីកត្រៀមរីកសិតតាកំពុំប្រុងនឹងរីកប្រុងនឹងចាយស្អែកអីហ្នឹងចាយបាត់ហើយឃើញកំពុំប៉ុណ្នេះអានេះអីរោរីកទៅតែចាយបានមកតងទេបងប្អូននេះតូចនេះចាយបានតងនេះឯងបានត្រូវទឹកភ្លៀងគេរីកបានប៉ុណ្នេះឯងបងប្អូនរីកប៉ុណ្នេះអត់តន់ក៏អូបទេតចាយឲ្យច្រើនចេញស្តប់ក្នុងអស់មកចេញក្លិនក៏អូបចំបៃនោះក៏រីកដែរចំបៃរីកទៀបដល់ចុះក្រោមដើមហ្នឹងទុនមែនតើបងប្អូនតតែមានឈើអមតែខ្ញុំអត់បានដាក់ឈើអមទៅក៏ទុនខ្ញុំនៅជាមួយធម្មជាតិបែបនេះឯងបងប្អូនរាល់ថ្ងៃមានសំឡេងសត្វចាបនោះកំពុងតែយំជីកបងប្អូននោះទុំនឹងខ្លោងទ្វារខ្ញុំហើយខាងនេះវិញមានផ្កាម្លិះធំម្លិះតូច
tôi cái phơ cá cả đa cứ nơi cho mùi cái nia đừng có bài cái nia ngay bông ổn môn năng từ thọt đàm chơ xanh và hai bông ổn thọt cả mà chua nè ở sân bông ổn chăm từ mở đàm chơ nhom tiền chọn đăng cho mở cho miền đàm ấy class và hai bông ổn đấy khiêm tôi ấy bông ổn tại đàm chơ miền tràn một đài cái cá cả đá này mình ta mà po ấy bông ổnคือmiền bay po miền po xoay hay năng po so tiền tại ở toàn cảตาปอเลืองหมุนปอซอยปอสวายนุกชิมเติบแต่ดำทำไมเย่บางคนเติบตลอดให้หมอครั้งนี้คือมาจุลนี้thôngบางคนใจthông mình là tôi thếปอเลืองสระสะอาดcái thaดำกระบายเนี่ยเป้จึงเอียดอดเมียนกาอดเมียนพลายอดเมียนพอลไอเตแต่เปียนี่ขยมอดชื่อไอ้บางคนโดยซาตาขยมดำหายขยมสาวบอยขยมดำกระบายเนี่ยนั่งเองแต่บานกาพลายบอกขยมแต่เบอร์ตามขยมโยลวิ่งคือสำคัญคือทัดเลือกาเมื่อไทยบางคนเอาแต่เมื่อไทยบานละอ๋อคือประกอบจิตบานพอเลยดำไอ้พลายนั่งเองบางคนเอาแต่ยังมันเมื่อไทยจะตัดจะไอ้บานดัดดอว่าสนจิตดำเตอร์สตองดาจะไงปีแมดมวยใบแมดมวยก็ปิดเม้นปนใต้ใบยังอัดเซอร์มือแท้ก็มีเหมือนบานพลายกาเอายังได้ยมสลันกาบางโอนในซาตะเดยเขียมตัวเวดำอัดบานกรุบมกเตว่าสนจิตได้ทอมวิ่งดังตะเขียมดำกากรุบมกไอ้บางโอนแต่นี่เขียมดำจะล้อเรื่อบอกนาได้เขียมเป็นจัดในซาตะเดยเขียมตัวจึงเขียมมันอายจะตะดำตัวตามจัดบานเตเธอมีการเรื่อให้พลายเชื่อคนจังได้บางคนดำไอ้เรือปุ๋ยโยตะปุ๋ยนะได้ช่างเตได้ซาตายังอายดำบานตามมาหมกมาดำหรือปีดำไอ้ให้จำได้นี่คือดำตะลึงตึงนี่พลายตังปีโกลบางคนให้ก่อนเลือนแต่ดำตามไปชนะไม่เต็งโกนเกมมาดำดำมาชนะพลายโกลเนื้อโตยี่บางคนดำไปเนื้อโตได้แต่โอนขยมว่าดาวหลงทมให้พลายชราจึงบอกขยมดาวตัวเตให้พลายตัวตามสมรรถเพียบดาวนั่งเองแต่งี้หนึ่งพลายนะพลายตามปีโกลเตอพลายละโหดดำนี่ดำบานแต่ดำมือเลยบางคนขยมอันเวียนบานยามไม่สอตัวมรู้เจ้าดำให้มันโจจัดเตะการได้มันตอนดำนู้จองยำตอนตะเปเมียนบอกลุนไอ้พลายเล่นจองยำตุ่มรู้เจ้าให้สกาเนี่ยล้างมาเลยดำแต่ลึงตึงตีนในจมูกแค่นี้แต่ตอนดอกคายกายบางคนติดติดสกาเนี่ยกายสกาเนี่ยชมนั่งก็ออนได้โว้ยมีจ้าอยู่ชนำได้เลยให้ขังในพิ่งคือเมียนกาสกากายบางคนสกากายมาดำติดให้สอบว่านั่นเนี่ยตุ่มตึกเนื้อสามเนื้อสลักเลยตอนสงวนของการสกาก้าให้สไฟแอมขยมดำบานปีดาวมงคลแต่มาดาวนี่เอาตอนเรียนกาเรียนพลายเต้มาดาวเตี้ยเรียนพลายให้ดำใบชนะมงคลสไฟแอมใบชนะคือพลายให้ครั้งนี้คือขนาวบางคนขนาวนี่ขนาวนางตีบางคนคนใต้มันดังแต่หาดไอเปคลาชงานเปคลาแต่เอาใส่งานเรื่องสาบแต่ใส่เนื้อตะกร้าตะได้เขียมกระโปรงแต่อดโยลำปีขนาวมาดาวมีเต้จูนกาชงานจูนกาอดชงานอดดังตะการไอให้พลายชรานุชราบางคนเลยเนี่ยน้ำมอเคยเนี่ยก็ฟ้ากอได้พลายจีจังเก่าแต่ใบโตงไงบางคนแต่พลายนุพลายลูกไซมองเนี่ยใบโตงให้พลายเตี้ยเตี้ยนะพลายนั่นหนึ่งกลให้ใบยำปะตอแล้วโหดบางคนบานตุ่มคลาให้ให้เมียนในข้างเลยนี่มาโตงเตียนมาโตงปลายจีจังเก่าเติบตะดับมาตอเตียนปลายปะตอละโหดองค์อ่อนมันในไอ้นี่ยำตอนเลยอ
អូបទុំបាត់ហើយទុំមួយទៀតដែរបងប្អូនខ្ញុំអត់បានមើលឡើងញូបានមកកោមនឹងដល់កឡើយនេះចូលមកមើលបន្លែបន្តិចសិនបងប្អូនខ្ញុំមិនបងឆ្ងល់លពៅខ្ញុំហេតុអីបានជារួញអស់លេងអញ្ចឹងខ្ញុំថែសឹងអីហីស្រោចទឹកមិនហ៊ានខានទេបងប្អូនរាល់ថ្ងៃតែបែរជារួញអស់លេងហើយកណែជីងកាមខ្ញុំទៅដាំបាន2ថ្ងៃទេបងប្អូនវាអត់តន់លាស់ហើយវានៅសពូនហើយបើដើមនេះវិញអត់បានដាំទេបងប្អូនដុះខ្លួនឯងឡើងក្តាំងហ្មងកូននឹងស្ញេះគោលើគ្នាតែមកកសាំងទៀបបងប្អូនខ្ញុំចូលចិត្តឆាហើយនេះជីក្រហមមានជីមានស្លឹកគ្រៃតែខ្ញុំដាំអីនឹងសិតតែហុំហ្មងបងប្អូនបើមិនហុំទេមន់កាយពួកអីខ្ញុំមានចាំមន់ខ្លះដែរចឹងដាំអីក៏សិតតែហុំនៅពៅខ្ញុំនេះគឺបងស្រីខ្ញុំផ្ញើខប់ពូជមកមិនតាន់បានឃើញផ្លែផងបែរជារួញបែបនេះហើយបងប្អូនមិនដឹងថាបានផលឬអត់ទេឡើងរួញអស់លេងស្លឹករួញកញ្ញងហើយចេញផ្កាខ្ញុំនៅតែស្រោចទឹកបន្តខ្ញុំអត់តាន់ដកចោលទេបងប្អូនខ្ញុំនៅចង់មើលផ្លែតើបានផ្លែឲ្យខ្ញុំមើលឬអត់ទេខ្លះអត់សូវរួញហើយចំណែកពេញប៉ោះខ្ញុំនេះក៏អញ្ចឹងទៀតស្រោចទឹកយូរទៅសពូនអស់លេងមានល្អមានអត់សូវល្អនឹងថាខឹងចិត្តរឿងអីទេឥឡូវបានភ្លៀង2មេគូទៅត្រជាក់វិញហើយហើយនេះដើមស្ពៃពណ៌ខៀវបងប្អូនគឺប្រូកូលីបានតូចប៉ុណ្នេះឯងបងប្អូនមិនដឹងថាប្រហែលខែទៀតទៅបានផ្កានេះពេញប៉ោះដែរបងប្អូនក្របពូជដែលបងខ្ញុំផ្ញើមកឃើញបងស្រីខ្ញុំដាំផ្លែល្អផ្លែច្រើនចាំមើលខ្ញុំដាំមិនដឹងកើតអត់ទេបងប្អូនពួកអីដីខុសគ្នានេះក្របពូជរបស់បងខ្ញុំផ្ញើមកទាំងអស់ហ្នឹងប្រូកូលីអីតែយកមកដាំនៅទីនេះមិនដឹងថាកើតឬអត់ទៅសាកលបងឯងបងប្អូនចាំមើលពេលដែលចេញផ្លែផ្កាចាំខ្ញុំថតបង្ហាញបងប្អូនម្ដងទៀតនេះវានៅតូចឡើយពេញប៉ោះមួយដើមនេះលូតធំជាងគេហើយចិត្តចេញផ្កាហើយគេរៀននេះគេរៀនចេញផ្កាមកតងមេគេចុះទៅស៊ីចំណីបាត់ហើយចឹងមកលួចថតពងគេសិន13ក្របក្រាប13ក្របក្រាបច្រើនណាមកពុយសលៃបងប្អូនគេក្រាបពង13ក្របខាងនេះអត់តាមពងខាងនេះទៅតារោពងឡើយអត់តាន់បានពងផងវិញឡើងចុះហើយនេះគឺក្រូច comfort បងប្អូនខ្ញុំនឹងឃើញផ្លែវាស្អាតអញ្ចឹងក៏ទិញគេយកមកដាំឥឡូវចេញផ្លែបងប្អូនដើមតូចខ្ញុំទៅដាំបានប្រហែលខែផ្លែគេតូចឃើញផ្លែស្អាតតែរសជាតិមិនដឹងយ៉ាងណាទេបងប្អូនដោយសារតែខ្ញុំឃើញផ្លែស្អាតក៏ចេះតែទិញយកមកដាំមេគេកាត់តដាំលឿនតែប្រហែលខែសងចេញផ្លែឲ្យដើមតូចញឹមហើយខាងនេះក្រូចសើចបងប្អូនក្រូច comfort ក្រូចសើចនៅក្បែរគ្នាប្រហែល1.1 ម៉ែត្រហើយមានម្នាស់ទៅត្រូវទឹកភ្លៀងនឹងឯងបានល្អស្រស់បើអត់បានត្រូវទេនឹងសពូន
តែពេលស្រោចទឹកទៅខ្ញុំស្រោចតកុលហើយស្វាយផ្អែមខ្ញុំក៏នៅក្បែរគ្នានឹងដែរបងប្អូនតែដើមនេះគេរៀនផ្លែ3ឆ្នាំបងប្អូនទៅផ្លែឆ្នាំនេះអីគេរៀនផ្លែបានប៉ុន្មានចកោមមានមកចកោម4នឹងក្នុងចកោមនេះទេបបងប្អូនយោលហើយគេលាក់ខ្លួនបាំងស្លឹកទៀតមើលមួយតូចនេះស្វិតបែររុះមែនអសល់5ផ្លែធំលឿនផងហើយនេះដើមបងប្អូនដើមប៉ុណ្ណឹងអី3ឆ្នាំអាយុ3ឆ្នាំដើមប្រប៉ិនកពួនជើងហើយចំណែកនេះគឺដើមមង្ឃុតបងប្អូនខ្ញុំដាំរយៈពេល2ឆ្នាំហើយទៅបានប្រប៉ិននេះអត់ដឹងថាយ៉ាងម៉េចទេមង្ឃុតវារាងលោះយឺតជាងគេដាំមង្ឃុតរាងតឹងផ្សេងបានផលលឿនតែមង្ឃុត2ឆ្នាំហើយដូចជាអត់សូវធំប្រហែលមានមង្ឃុតមានលហុងនៅអមជាមួយដាក់លហុងនៅក្បែរមង្ឃុតហើយនៅជាមិត្តជាមួយគ្នានឹងចុះដើម7ខ្ញុំពេលដែលកាត់មែកវាចេញហើយវាលោះត្រួយមកខ្ចីល្អដល់ហើយបងប្អូនហើយបានត្រូវទឹកភ្លៀងចេះទៀតហ្នឹងជមើលដល់ហ่ะចេញរហួកទឹកធ្វើខ្នប់លះវាអញ្ចឹងទៅបានវាលោះបងប្អូនកាត់មែកវាកាត់មេចោលខ្លះទៅលាស់មកត្រួយ7នេះខ្ញុំចូលចិត្តស្ងោរមកជូរត្រីប្រឡាក់ហើយបងម្រះព្រៅហត់ក្តៅឆ្ងាញ់ណាបងប្អូនដាក់ម្ទេសនៅក្នុងនឹងឲ្យឆ្អិនជាមួយម្ទេសអីសាត់អូហត់បែកញើសហើយមិនត្រឹមតែមានត្រួយ7ប៉ុណ្ណឹងឯងបងប្អូនមានត្រួយស្ដៅទៀតចង់បុកទឹកគ្រឿងមានត្រួយស្ដៅតែដើមវានៅតូចខ្ញុំកាត់យកទៅឲ្យលោះត្រួយហើយនោះដើមព្រីងបងប្អូនព្រីងនេះកំពុងតែផ្កាដល់ហើយផ្កាពេញដើមតែព្រីងហ្នឹងផ្លែធម្មតាបងប្អូនមិនផ្លែធំទេព្រីងផ្លែតូចហើយនេះដើមញ័រផ្លែញ័រដើមឈើរបស់ខ្ញុំគឺនៅក្បែរគ្នាអញ្ចឹងហើយបងប្អូនងាកខាងនេះឈោងបេះខាងនេះក៏បានងាកខាងនេះបេះអានេះងាកខាងនោះបេះអានោះបានផ្លែរបស់ខ្ញុំទាំងអស់ហើយនៅរំដើមញ័រនេះគឺវងពេជ្របងប្អូនដើមបដូវពេជ្រហើយរំមួយដើមញ័រហើយខាងនេះតលងគោខ្ញុំចេះដាំឲ្យបងប្អូនតែខ្ញុំមិនដែលបានជីកហូបទេតលងគោដាំចោលគាត់បានត្រួយវាធ្វើលក់ហើយនេះដូងក្អូបខ្ញុំដាំ3ឆ្នាំហើយបងប្អូនទៅតែចេញផ្កាលើកដំបូងមិនដឹងថាកាន់ឬអត់ទេដាំតណាលគ្នាជាមួយនឹងស្វាយផ្អែមបងប្អូនហើយដល់ពេលចេញផ្លែដូចគ្នាដូងក៏ចេញផ្កាហើយស្វាយផ្អែមនោះក៏បានផ្លែ3ឆ្នាំបានចេញផ្លែគេដាំមើលថែបានល្អតែ2ឆ្នាំបានផ្លែបងប្អូនដូងក្អូបប៉ុន្តែខ្ញុំដាំធម្មតាបែបធម្មតាមិនមានជីអីផងក៏ដាំចោល3ឆ្នាំបានផ្លែហើយនេះមកកាក់ខ្ញុំបងប្អូនលើជ្រុះស្លឹកអស់ហើយសល់តែផ្លែគេថាមកកាក់ទឿតែខ្ញុំដាំយូរទៅខ្ពស់មិនឃើញទឿផងឡើងខ្ពស់បែសតពួកតែផ្លែច្រើនណាបងប្អូនដល់ខែរុះស្លឹកអស់ហើយអាខ្ពស់នោះគឺដូងធម្មតាបងប្អូនដូងនឹងយូរឆ្នាំហើយមកកាក់នេះដោះខ្លួនឯងរុះផ្លែទុំមកក៏ដោះនៅក្បែរគ្នានឹងទៀតខ្ញុំមិនបានកាប់ចោល
lời chanh plai tiệt đấy mà cả xóm xoài đô nơi các bài kia từng bóng ôn mờ mà chanh plai chanh ca ban đôi kia mình đôi việc cái thá đam chít kia về ở ban plai ban cả ní xóm nhóm lót trôi thầm đá ai cắt chiên phong tia bàn hay chùm này ní cứ cái tuột ai mong ôn nhóm đám cào đồ ấy đồ bay chân nằm cái tuột ní ở toàn bàn bay gì vì chân nằm chiếng ở toàn plai mong ôn tại riêng đội chui đá ní cô ban pan năng ấy chiếng vì chân nằm tại nhóm đám câu ní mẹ nhóm gọt co câu cái tuột gọt vô mà áo ấy nhóm ọt bàn tinh bùi kế cắt to ấy gì mong ôn hay nín đèn nhom đại ban chỉ với bông ôn nhom đam ở tâm miền đại ban chỉ phong nơi khang nó mà cùng tiệt lần là tràn chừng này ní ngọc đam lại hay khang này với nhom tôm đam cào ấy khao cả rọt ôn nhom ao màu bị đam chua tam là bong miền khao miền là tam là bong chỉ chua mấy năm cào nó khơi phò thì đấy bông ôn hay ní tiếp vật đúng không rồi đám mà còn bài crop còn đó đây lời ní tầm mời chụp pú chung anh sao đúng không chụp pú chung anh như là bóc nhom mình hiện ở đặt pú tê này sẽ đào được khả năng mà đào tiền tô tôn mấy tờ từ liền á này chụp pú phần ní là mồm tròn mồm trọ thong hay đúng không bờ mình trọ té sang ở đặt bàn nhầm này cá tràn mình tên tại khu pe trên trọ ở đó nãy chợ đó miền tây oi chợ cháo ban nhám ta chợ đó thế cô nít chợ pla bây chợ thong tới vì mình so với vậy nít bay plá chợ mà plá ở đằng hạt ấy miền chợ pla nơi can pla chợ nơi nông thong nữa tao là pep ca rồi còn khi chụp đám chợ rồi tục ở đây không tới sang oi hái và chợ thong còn nơi oi đây với sang oi rồi hả chợ thong được về là sang ở toàn oi tao rồi ca ăn chợ tầm chợ banประมาณ thong này ấy không có là vậy muốn thong còn nó hay thong lắm rồi đâu là chọc là tới nè muốn làm ngày tiết ban nhà mà cô nói ngay miền tây nó còn miền rô chiên tình bao cây nhám ăn miền rô chiên chẳng phong bao nhóm ao cây nhám này ná cả thay cho ngày nè vì miền rô chiên nần miền churu kla ọt toàn là mố mấy ông ôn bọn là mố nhậm bè ọt ông ôn mơ tờ nó stir phần này nó stir lại ông ôn tục tỏ lòng tôm là ó chang mình tên rồi cái chả mình tênแต่กลัวไปខ្ញុំចងអត់ដល់នៅលើតឹងចកោមធំទៀតនៅលើវាស្ដាយមែនទែននេះកទឹមបងប្អូនដើមកទឹមនេះកទឹមទិញគេយកមកញ៉ាំតែក៏បាច់ក្របទៅដុសមកខ្លួនឯងកទឹមចិនផ្លែធំក្របពណ៌ក្រហមរៀនផ្កាឲ្យបងប្អូនប៉ុណ្ណេះប៉ុន្តែវាអត់កាន់ឃើញផ្កាឲ្យជ្រុះបាត់ទៅមកម្រះព្រៅខែប្រាំងមានអីល្អហើយក្រូចឆ្មានៅដើមនេះអត់សូវល្អទេបងប្អូនដើមខ្ញុំនៅក្រោយផ្ទះមកដើមទៀតកំពុងតែផ្លែក្តឹបនឹងក្តាំងហើយធោបយួរនេះកាលមុនខ្ញុំដាំស្ទ្រូប៊េរីយោបងប្អូនតែឥឡូវស្ទ្រូប៊េរីងាប់អស់ហើយឥឡូវដាំខ្ទឹមដើមខ្ទឹមហើយអ្នកដុសជាមួយនឹងក៏ឆ្លៀតដុសទៀតមាន7ប្រក់ផ្លែកសាំងទៀតអត់បានដាំផងមកដុសជាមួយដើមខ្ទឹមដែរកាលពីមុនមកខ្ញុំអត់ដឹងថាប្រទាលពោះហ្នឹងមានផ្កាឯងបងប្អូនខ្ញុំស្មានតែមានតែដើមអញ្ចឹងសោះដល់ពេលខ្ញុំដាំយូរទៅឃើញចេញផ្កាមកខ្ញុំទៅដឹងថាដើមហ្នឹងមានផ្កាដែរ
ហើយខាងនេះវិញក៏ពេញរាជបងប្អូនណាខ្ញុំទៅដាប់បាន2ឆ្នាំនោះក៏រៀនផ្កាគេដែរខ្ញុំស្មានតាមេឃនឹងងាប់ឃើញរូបស្លឹកមកអស់ដល់ពេលក្រោយមកឃើញចេញផ្ការៀនផ្កាបាន2ប៊ីតងនៅលើបងប្អូននោះដូចជាលឿនដល់ហើយទៅដាប់បាន2ឆ្នាំគេរៀនចេញផ្កាមកហើយនៅសល់1តងនេះអីផ្កាហ្នឹងក៏ប្រហែលមិនកាន់ដែរពួកឃើញរុះអស់1តងហើយនៅសល់1តងគឺពេញរាជនេះក៏ពូជរបស់ថៃដែរបងប្អូនផ្លែធំធំហើយសាច់ដូចសលៃចឹងខាងក្នុងឆ្ងាញ់មែនតើរៀនផ្កាហើយខាងនេះវិញគឺកលែនបងប្អូនដាប់បាន2ឆ្នាំហើយគេថាកលែនហាវ៉ៃនេះគឺខ្ញុំទិញមេឃគេមក2ឆ្នាំល្អក្រន់ដែរតែអត់តាន់ឃើញចេញផ្កាទេមើលទៅនាទីនេះក៏រៀងច្រើនដែរហើយបងប្អូនហើយខ្ញុំបង្ហាញតំណាំបងប្អូនអត់តាន់អស់ផងតំណាំនៅជុំវិញផ្ទះសោះដល់ថតមកជុំវិញផ្ទះហ្នឹងបង្ហាញបងប្អូនទាំងអស់ហ្នឹងតតែ1ម៉ោងអីបងប្អូនតែខ្ញុំផុសអត់ចេញទេវីដេអូខ្ញុំវែងពេកយើងខ្ញុំផុសបានតែ20នាទីជាងអញ្ចឹងខ្ញុំក៏សូមកាត់ខ្លះហើយបងប្អូនហើយនេះជើងដំបងខ្ញុំមកស្ទងនេះធំខ្លាំងមែនតើដើមនឹងត្រេតដែរបងប្អូនអូស្និតទី1នោះធំយ៉ាងណាទេខ្ញុំកាប់ម្នាក់ឯងអត់កើតទេបងប្អូនតឲ្យអ្នកទិញនឹងមកកាប់តែខ្ញុំកាប់ហ្នឹងបែកតិចហើយជែកផ្លែខែប្រាំងសោះមិនគិតថាបានធំដល់ថ្នាក់នេះទេបងប្អូនហើយនេះក្រូចឆ្មាខ្ញុំផ្លែដល់កឲ្យបងប្អូនសិតតែផ្លែចង្កោមមិនផ្លែរីទេគ្រប់មេឃតែហ្មងកំពុងតែក្តឹបទូចឡើងល្មងនេះស្រែចង្កោមផ្លែមែនតែនផ្លែអត់នេះផងអត់រើសខែផងបងប្អូនផ្លែបន្តរហូតទុំជ្រុះអស់មួយសាទៅមកនេះផ្លែទាំងចង្កោមបែបនេះអីបងប្អូនឥឡូវក្តឹបមកបន្តទៀតណាឆ្នាំនេះផ្លែច្រើនជាងឆ្នាំមុនហើយនោះអំពើខ្មៅខ្ញុំមកគុំនឹងគេថាត្រូវថ្នាំបងប្អូនណាខ្ញុំយកមកដាំហើយកាប់ចោលហើយនៅតែអត់នេះទៀតអត់ពីជាតឡោះមករហូតល្អអស់មែនតើអូយនិយាយផ្លែតាំងពីគល់ផ្លែដល់គល់ទៀតណាក៏ឆ្មាខ្ញុំឆ្នាំនេះផ្លែដល់អូហូធំសាហាវហើយនេះភ្ញៀវខ្ញុំបងខ្ញុំទិញមកជាមួយគ្នាជាមួយកលែនអីហ្នឹងរយៈពេល2ឆ្នាំហើយតែភ្ញៀវនេះបែរជាចេញផ្កាមុនកលែនផ្កានៅអង្គុលថ្ងៃមុនខ្ញុំបាញ់ទឹកទៅឃើញផ្កាចេញមកដេកនៅអង្គុលនេះអីបងប្អូននេះមកតងមិនដឹងថាកាន់អត់ទេគេរៀនផ្កានៅអង្គុលនៅដីលោកអីខ្ញុំទៅបាញ់ទឹកថ្ងៃមុនចេញពីគល់ដេកនៅលើដីហ្មងហើយឃើញមានប៉ុចមកខ្លះទៀតឃើញជ្រួញផ្លែកន្លែងលឿនផង2ឆ្នាំចេញផ្កាផ្លែហើយនេះសាប៊ូក៏លាស់ត្រួយល្អទៀតបងប្អូនហើយនេះញ៉ាំជាមួយនឹងនំបញ្ចុកឆ្ងាញ់ណាស់ញ៉ាំនំតលាស់ត្រួយល្អដល់ហើយខ្ញុំលះមេឃវាប្រហែលថ្ងៃមុនល្អមែនតើកាប់វាទៅវាលាស់មកល្អមែនតើហើយនេះមិនណោះពូជធំបងប្អូនគេហៅមិនណោះស៊ីលកតាយខ្ញុំអត់ច្បាស់ទេបងប្អូនតែធំផ្លែធំដាំយូរបងប្អូនតរំតចេញប្រហែលជាចង់1ឆ្នាំដាំកូនតរំបានចេញផ្លែយូរទៀបមកចេញផ្កាហើយខែនេះរូបផ្លឹកក៏ចេញផ្កាហើយដើមទូចខ្ញុំទៀបស្វិតលឿនអញ្ចឹងបងប្អូនហើយគ្រាន់តែបាច់ក្របទេមិនចាំបាច់ដាំដោះមកខ្លួនឯងតែ1ឆ្នាំ2ឆ្នាំផ្លែឈានពងទាញមិញនេះស្អំខ្ញុំនៅខាងក្រោយផ្ទះ2គុំថ្ងៃមុនកាត់ត្រួយឈានពងទាអស់ហើយបងប្អូនទៅធ្លាក់ភ្លៀងមកប្រហែលជា4-5ថ្ងៃទៀតបានលោះហើយមើលទៅ
ខាងនេះស្មៃអាការកោងផ្លែដល់ដីហ្មងជ្រុះស្លឹកខតបានបោះឲ្យបងប្អូនហើយផ្លែហ្នឹងមិនសូវជាកាន់ទេជ្រុះដល់ហើយមកតងសំមួយដល់ដីខ្លះអីខ្លះបងប្អូនស្វាយគឺផ្លែប្រហែលជាក្តៅពេកអញ្ចឹងមើលជ្រុះអស់នេះហ្នឹងដល់ដីផ្លែទេពអញ្ចឹងស្រួលបេះបងប្អូនតែក៏មាននៅខាងលើខ្ពស់នោះខ្លះដែរមានមេទៀបមេខ្ពស់មិនសូវកាន់ដូចលើកមុនហើយនេះខ្ញុំដើរថតមកជុំវិញផ្ទះហ្នឹងក៏មើលស្បែកជើងខ្ញុំបែបនេះឯងបងប្អូនតំភ្លៀងហើយជាប់ផុកហើយថ្ងៃនេះខ្ញុំមានវីដេអូតែប៉ុណ្្នឹងទេបង្ហាញបងប្អូនសូមអរគុណបងប្អូនដែលបានមើលវីដេអូរបស់ខ្ញុំពីដើមដល់ចប់សូមជូនពរបងប្អូនមានសុខភាពល្អគ្រប់គ្នាសូមអរគុណជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយចេញបងមកស្ទងហ្នឹងបាន8ស្និតលក់ឲ្យអ៊ំ7ស្និតទុកមួយស្និតញ៉ាំមួយស្និតកន្លះទាំងចុងតូចខ្ជិលរាប់ចុងតូចចេះល្អបានតែ8ស្និតទេអាចុងតូចមួយស្និតទៀត